បាទគ្រប់ជ្រាបសួរហើយក៏សួស្តីទៅកាន់បងប្អូនទាំងអស់គ្នាថ្ងៃទី16ខែ6 2026បាទបន្ទាប់ពីស្រូវស្រែរបស់យើងបានងាប់ចង់អស់លីងឥឡូវបានមេឃក៏បានភ្លៀងបន្តមកមួយមេធំបាទខ្ញុំឃើញទឹកច្រើនភ្លៀងច្រើននេះក៏ទាញឡើងទាញអីទៅមើលក្តាមខ្យងនៅតាមស្រែណាប៉ុន្តែអ្វីការគិតរបស់ខ្ញុំមិនដូចការពិតទេតែពេលទៅដល់មានក្តាមខ្យងណាចេញទេគឺមានតែទឹកព្រោះវាភ្លៀងពេលថ្ងៃម៉ោង2 10ម៉ោង1ហ្នឹងវាអត់មានតាន់ចេញទេអញ្ចឹងបានត្រឹមតែទៅស្ដាប់សំឡេងក្អាត់យំពេញទៅស្រែប៉ុណ្្នឹងឯងហើយបែរជាមានវិញពុកម៉ែបងប្អូនមិនមានចេញផុតឲ្យពីរុនទេបាទមកនៅតែក្នុងរុនមាត់រុននឹងប្លិនហ្នឹងឯងបាទនៅនឹងមាត់រុនមិនចេញទៅណាគាត់នៅឃើញយើងទៅលើទូរស័ព្ទថតអញ្ចឹងទៅក៏រូលទៅក្នុងរុនបាត់បាទហើយបានក៏មិនបានធំដែរបាន1 2ហ្នឹងណាអញ្ចឹងយើងលែងវាទៅវិញទៅបាទវីដេអូនេះមានតែប៉ុណ្្នឹងទេចាំបង្ហាញពុកម៉ែបងប្អូនព្រោះអត់មានក្តាមអញ្ចឹងអត់មានបានថតអីច្រើនទេអរគុណច្រើនបាយបាយជម្រាបលា